អឺនេះអ្នកទាំងអស់គ្នាចង់បានInstagram ដែលមានទម្រង់បែបនេះនេះអឺនេះអញ្ចឹងឥឡូវឆ្ងល់ឡើងវិញអូខេនេះអញ្ចឹងនៅនេះគឺមាន link Telegram ដែលគេអាចចុច link ទៅគឺគេ direct ទៅ Telegram របស់យើងផ្ទាល់ណាអូខេអាហ្នឹងហើយមួយទៀតគឺលោកFacebook អញ្ចឹងធម្មតាបើសិនណាយើងទោះបីជាយើង link យ៉ាងណាក៏ដោយបើសិនណាយើង link ជាមួយនឹង Facebook យ៉ាងណាក៏ដោយ Instagram របស់យើងណាគឺបើយើងមិនបាន set នៅក្នុងbusiness profile ទេហ្នឹងហើយ business profile ទេគឺអត់អាចចេញនៅលើនឹងបានទេអត់ចេញនៅនឹងទេទាក់ទងជាមួយ link Facebook យើងហើយ location ហ្នឹងហើយ location គឺ map អញ្ចឹងគេចុចទៅលើ location ហ្នឹងមកគេនឹងអាច direct មក map របស់យើងហើយmap របស់យើងហាងរបស់យើងហើយមួយទៀតគឺ contact info contact info នេះក៏យើងត្រូវតែ set ឲ្យបើសិនយើងចង់បានបែបនេះណាគឺយើងត្រូវតែ set នៅលើ business profile របស់យើងសម្រាប់ Instagram ណាអូខេអញ្ចឹងយើងទៅមើលវីដេអូរបស់នេះអញ្ចឹងយើងទៅមើលពីរបៀបយើង set up Instagram របស់យើងនឹងឲ្យវាមានទម្រង់បែបនេះទាំងអស់គ្នាណាអូខេតោះឥឡូវយើងទៅមើលវីដេអូរបស់នេះយើងចូលមក profile របស់យើងបែបនេះណាបងប្អូនអូខេអញ្ចឹងអានេះខ្ញុំបានបដូរទៅហើយខ្ញុំបានswitch វាណាអញ្ចឹងនៅពេលដែលយើងចង់ដូរទៅជា business account នៅលើ Instagram របស់យើងណាអូខេអញ្ចឹងឧទាហរណ៍ឥឡូវខ្ញុំចូលមកនេះហើយយើងចូលទៅ edit លេខ bio នេះក៏អីដែរហើយនៅពេលដែលអូខេខ្ញុំបញ្ជាក់កន្លែងនេះទៀតនៅពេលដែលយើងដូរទៅហើយយើង add នៅ feature ខ្លះអញ្ចឹងមានការ booking ហើយមាន link Telegram ឬក៏មាន email អីនៅក្នុងនេះឲ្យយើងអញ្ចឹងណាយើងទៅបន្ថែម feature នៅក្នុងនេះដើម្បីងាយស្រួលនឹងសម្រាប់អតិថិជនឬក៏ភ្ញៀវរបស់យើងគាត់ direct មកយើងណាតាម email Telegram ឬក៏លេខ call លេខទូរស័ព្ទអញ្ចឹងណាដោយមិនបាច់ប្រើឆាតអូខេអញ្ចឹងជំហានដំបូងគឺយើងចូលទៅ edit profile អូខេអញ្ចឹងនៅកន្លែងនេះគឺអត់ទាន់មានទេមុនពេលដែលយើង switch គឺអត់មាន professional account ទេអញ្ចឹងវាចេញធម្មតាហើយកន្លែងនេះគឺវាអត់មានចេញជា business and business to and control ហ្នឹងទេហើយនេះដោយសារតែខ្ញុំបានដូរឬក៏បាន switch ទៅជាពី creator ឬក៏ពី personal account ហ្នឹងទៅជា business account ណា switch ពី creator ទៅជា business tool អញ្ចឹងណាចាឧទាហរណ៍ឥឡូវដំបូងយើងវាជា creator ឯងអញ្ចឹងណានេះដល់ពេលដែលយើងជា creator វានឹងចេញ switch ទៅ business account អូខេគឺវាចេញបែបនេះណាបងប្អូនដំបូងឃើញទេបងប្អូនមើលនៅលើនេះអញ្ចឹងនៅលើ profile របស់យើងគឺអត់មាន business account អត់មាន professional account ទេអញ្ចឹងយើងមើលកន្លែង account Thai នេះ account Thai នេះគឺយើងកន្លែងគឺយើង switch វាហ្នឹងណាយើង switch ទៅពីអញ្ចឹងវាឲ្យយើងរើស creator ឬក៏ business អញ្ចឹងសម្រាប់អ្នកដែលយើងធ្វើអាជីវកម្មហ្នឹងសម្រាប់យើងបើអាជីវកម្មអីផ្សេងអញ្ចឹងយើងចុច business អូខេអញ្ចឹងយើងគ្រាន់តែចុច business មកហើយយើង next មកហើយយើង next ទៀតមកឃើញអត់ហើយកន្លែងនេះអា category នេះអញ្ចឹងប្រភេទអាជីវកម្មរបស់អ្នកទាំងអស់គ្នាហ្នឹងធ្វើពីអីអញ្ចឹងវាមាន shop retail មាន music scene មាន art មាន product service មាន personal blog មាន healthy beauty grocery store អីចឹងទៅអញ្ចឹងខ្ញុំសម្រាប់ប្រភេទហាង massage គឺខ្ញុំដាក់ healthy beauty អូខេឬក៏យើងអាចដាក់ជាproduct and service ក៏បានដែរអាហ្នឹងណាប៉ុន្តែចាំចំណុចនេះគឺយើងដាក់បានតែមួយទេបងប្អូនអញ្ចឹងគឺយើងដាក់បានយើងរើសបានតែមួយទេអញ្ចឹងខ្ញុំដាក់ healthy ព្រោះនេះវាអាចនឹងត្រូវ concept ចឹងអូខេអញ្ចឹងយើងចុចតាន់អូខេ continue មកអូខេឃើញបងប្អូនអញ្ចឹងនៅកន្លែងនេះកន្លែងនេះ so contact អានេះយើងត្រូវទៅនេះកន្លែងនេះយើងត្រូវ tick ប៉ុន្តែគាត់ថាដោយសារតែយើងអត់ទាន់បានបំពេញក្រោម street address អីហ្នឹង
កន្លែងនេះអីហ្នឹងយើងដាក់មក state អញ្ចឹងនៅនេះយើងដាក់សម្ដេចអូខេសម្ដេចតាម AVE ផ្លូវអូខេ214អូខេមក city ដាក់អីគេខ្ញុំដាក់ភ្នំពេញនេះមកអូខេហើយ zip code យើងដាក់មក zip code យ៉ាបូក855អូខេចឹងមកហើយយើង save คณะ update we'll try again later អូខេអត់ទៀតអូខេចឹងកន្លែងនេះខ្ញុំអត់យកsave ទេខ្ញុំយក view គេឲ្យយើងចុចដាំមកអូខេអញ្ចឹងនៅពេលដែលយើងបានបែបនេះហើយយើងចូលកន្លែង professional account យើងចូលមក professional account មិនមែន business account ទេណា business control ណាបង control អូខេអញ្ចឹងនៅចំណុចនេះយើងកាត់ category ហ្នឹងគឺយើង display នៅលើ profile របស់យើងអញ្ចឹងហើយ email យើងពេញមកអូខេ WhatsApp របស់យើងមាន WhatsApp យើងដាក់លេខ WhatsApp របស់យើងមកហើយមួយទៀតនេះអូខេអញ្ចឹង phone គេ direct យើងតាមណាយើងចង់ key call ឬក៏ text profile នេះ business អញ្ចឹងយើងនៅពេលដែលយើងធ្វើបែបនេះហើយណាបងប្អូនកន្លែងនេះយើងត្រូវរើសcountry ទៀត country របស់យើងចែកដាក់ Cambodia យើងរកប្រទេសយើងមក Cambodia អញ្ចឹងជាមួយនឹងរក Cambodia Colombia អូខេនេះ Cambodia អញ្ចឹងដាក់ Cambodia មកអូខេអញ្ចឹងនៅពេលដែលយើងរួចរាល់ហើយយើងយក submit បងប្អូនអូ display control contact អានេះគឺយើងត្រូវ tick មួយទៀតកន្លែងនេះបងប្អូនអានេះត្រូវ tick display contact info នេះអញ្ចឹងបើសិនយើងអត់ tick ទេនៅ profile របស់យើងហ្នឹងក៏មានកន្លែង email កន្លែង call កន្លែង contact ណាហើយនឹង location ហ្នឹងណាអូខេឥឡូវយើង submit មកអូខេអញ្ចឹង submit save it អញ្ចឹងយើងចូលទៅមើល account របស់យើងអូខេនេះ profile របស់យើងចុចលើ profile មកចាំមើលតិចទៀតវាចេញឲ្យនេះផ្លូវវាឲ្យនេះបងប្អូនផ្លូវឲ្យលេខទូរស័ព្ទអីទីតាំងនេះឲ្យអញ្ចឹងយើងមើលខ្លួនឯងនៅនេះអត់ឃើញអញ្ចឹងយើងអាចធ្វើការ search លើទូរស័ព្ទអានេះសម្រាប់អតិថិជនឧទាហរណ៍ឥឡូវខ្ញុំ search លើ Instagram ឈ្មោះណាyou span ណា BTK you span ណាBTK អូខេemail contact info អូខេនេះបងប្អូននេះហើយនេះបងប្អូននេះឃើញនេះឥឡូវខ្ញុំឲ្យមើលបងប្អូនឃើញនេះនៅក្រោមនេះមាន location ហ្នឹងមាន location មាន contact នេះអញ្ចឹងថតឥឡូវមាន contact នេះលេខ contact អូខេអញ្ចឹងពេលយើង contact មានឲ្យយើង call ឲ្យយើង call ហើយ email ឡើងនេះអូខេអញ្ចឹងពេលយើង contact គឺចេញពីនេះមាន email មាន call អញ្ចឹង email បើមិនគេ call ទៅមក call អូខេនេះគេ call ចេញលេខឲ្យអញ្ចឹងអានេះក៏យើងមកហើយ location ទៀតអញ្ចឹង location ពេលយើង location មកគឺវាចេញឲ្យយើងបើក account ទៀតអូខេអញ្ចឹងគេបើកមកចាំមើលថាតើនិយាយនេះបងប្អូនគឺវា direct មកទីតាំងរបស់យើងផ្ទាល់ម្ដងអញ្ចឹងពាក់ព័ន្ធជាមួយនឹង Telegram នៅពេលដែលយើងចង់ឲ្យគេឲ្យមាន Telegram នៅលើ profile IG របស់យើងណាអូខេអញ្ចឹងអ្នកនរគ្នាត្រូវកត់សម្គាល់ថានៅកន្លែង link នេះអ្នកនរគ្នាអាច add link Telegram បានអូខេអញ្ចឹងយើងចុចកន្លែងនេះមកអូខេឃើញអញ្ចឹងនៅនេះយើងអាច add link អីក៏បានដែរតែសម្រាប់យើងដែលថាយើងចង់ឲ្យគេ direct យើងតាម Telegram ពី Instagram មក Telegram អញ្ចឹងយើងឧទាហរណ៍អានេះដោយសារតែខ្ញុំ add ហើយអញ្ចឹងខ្ញុំឧទាហរណ៍ដល់អ្នកនរគ្នាចង់ add ចុចតែ add link លើមកអូខេអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែ copy អា link Telegram អ្នកទាំងអស់គ្នានឹងមកហើយផាសនឹងមកហើយយើងគ្លីកលើមកហើយកន្លែងនេះយើងដាក់ទៅ Telegram អូខេខ្ញុំគិតថាចាប់ហើយវីដេអូអញ្ចឹងបើសិនណាអ្នកទាំងអស់គ្នាមានចំណុចអ្នកទាំងអស់គ្នាអាច comment សួរ YouTube ហើយនិង Facebook page មានអញ្ចឹងអាច comment ជួយតាមពីជួយ subscribe នៅលើ channel YouTube របស់ខ្ញុំផងអ្នកទាំងអស់គ្នា